រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងតំណាងថ្មីនៃអង្គការ UNESCO ប្រចាំកម្ពុជាជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យព័ត៌មានតាមរយៈការពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មានស្របតាមបរិបទ Digital និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានអនុញ្ញាតឲ្យលោក Fevio Boniti តំណាងថ្មីនៃអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅព្រឹកថ្ងៃទី5ខែកុម្ភៈឆ្នាំ2026នាទីស្តីការក្រសួងដោយនៅក្នុងកិច្ចពិភាក្សាគឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជាក្នុងកិច្ចពិភាក្សានេះដែរភាគីទាំងពីរបានផ្ដោតលើការពង្រឹងសមត្ថភាពវិជ្ជាជីវៈដល់អ្នកសារព័ត៌មានតាមរយៈការបណ្ដុះបណ្ដាលការចែករំលែកបទពិសោធន៍ការលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈសារព័ត៌មានការគិតគូរពីសុវត្ថិភាពរបស់អ្នកសារព័ត៌មាននិងការរៀបចំច្បាប់ទម្លាប់ដើម្បីលើកកម្ពស់ដល់ការអនុវត្តស្របតាមក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានឯកឧត្តមរដ្ឋមន្ត្រីនេតភក្ត្រាបានគូបញ្ជាក់ថានៅក្នុងអាណត្តិទី7នេះអតិភិបដែលក្រសួងព័ត៌មានប្រឹងប្រែងធ្វើនោះគឺច្បាប់ស្តីពីរបបសារព័ត៌មានដែលត្រូវធ្វើឲ្យបានចប់រួចរាល់នៅចុងឆ្នាំ2027ហើយតាមរយៈនេះឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់អង្គការ UNESCO ជួយគាំទ្រដល់ដំណើរការរៀបចំច្បាប់នេះឲ្យបានចប់រួចរាល់តាមកាលកំណត់ក្នុងឱកាសនេះដែរឯកឧត្តមរដ្ឋមន្ត្រីបានជូនពរដល់លោក Fevio Boniti ដែលបានទទួលបេសកកម្មជាតំណាងថ្មីនៃអង្គការ UNESCO ប្រចាំកម្ពុជាសូមទទួលបាននូវភាពជោគជ័យដើម្បីបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងក្រសួងព័ត៌មាននិងអង្គការ UNESCOលោក Fevio Boniti បានសម្ដែងនូវការរីករាយដោយបានមកបំពេញបេសកកម្មការងារជាតំណាងអង្គការ UNESCO ប្រចាំកម្ពុជាដែលជាជំហានសំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាននិងអង្គការ UNESCO ដើម្បីជំរុញវិស័យព័ត៌មានកម្ពុជាឲ្យកាន់តែអភិវឌ្ឍប្រកបដោយគុណភាពនិងភាពទំនើប